Bạn សូមជម្រាបសួរខ្ញុំបាទឈ្មោះនៅសៀងលៀងថ្ងៃនេះផងដែរគឺខ្ញុំនាំយកនៅវិទ្យាករណ៍ក្នុងភាសាជប៉ុនមួយដែលទាក់ទងជាមួយពាក្យអៃដាដែលមានន័យថាអំឡុងពេលបាទអញ្ចឹងខ្ញុំចង់ចែកម្លែកវាឲ្យបងប្អូនអ្នករៀនថ្មីៗទាំងអស់គ្នាបានស្គាល់ហើយនឹងបានដឹងរបៀបប្រើប្រាស់ពាក្យអៃដានេះផងដែរបាទអញ្ចឹងយើងចូលទៅមើលដំណរភ្ជាប់ដែលហៅថា Sensoku ហ្នឹងតើរបៀបភ្ជាប់របស់គេមានអីខ្លះអញ្ចឹងរបៀបភ្ជាប់របស់វាមានយើងអាចប្រើបានជាមួយនឹងមេសិនាមអញ្ចឹងកាលណាយើងប្រើជាមួយនាមយើងត្រូវភ្ជាប់ជាមួយណូសិនមេសិហើយណូបានយើងដាក់ដាក់ចូលបើសិនយើងប្រើជាមួយដូស៊ីគេយ៉ាសាប់អញ្ចឹងយើងត្រូវបបែកដូស៊ីហ្នឹងទៅជា shichoke naike ឬក៏ teke បាទអញ្ចឹងយើងប្រើបាន3ទម្រង់ហ្នឹងយើងប្រើមួយណាក៏បានដែរហើយមួយទៀតគឺយើងអាចប្រើជាមួយនឹង ikeyoshi ដោយគ្រាន់តែភ្ជាប់ ikeyoshi ជាមួយនឹង aida ទៅជាការស្រេចចំពោះ nakeyoshi វិញបើសិនយើងប្រើជាមួយកូននាមណាយើងត្រូវបូកជាមួយណាសិនទើបយើងដាក់ aida ទៅនឹងត្រូវតាមទម្រង់ហ្នឹងហើយអញ្ចឹងយើងចង់យល់កាន់តែច្បាស់ងាយការស្វែងយល់យើងចូលទៅមើល Rebun ក្នុងឧទាហរណ៍ទាំងអស់គ្នាអញ្ចឹង Rebun Nichi គេថា Watashi wa nasu yasumi no aida 毎日テニスをしていた私は夏休みの間毎日テニスをしていたដែលមានន័យថាអំឡុងពេលវិស្សមកាលរដូវក្តៅណាស៊ឺយ៉ាសមីអំឡុងពេលវិស្សមកាលរដូវក្តៅខ្ញុំបានទៅលេងកីឡាថេនីសជារៀងរាល់ថ្ងៃ毎日テニスをしていたបាទខ្ញុំបានទៅលេងកីឡាវាយថេនីសជារៀងរាល់ថ្ងៃអញ្ចឹងមើលទៅលើ Rebun នេះគេថា私は元気な間はいつまでも社会の役に立ちたい私は元気な間はいつまでも社会の役に立ちたいដែលមានន័យថាអំឡុងពេលដែលនៅមានសុខភាពល្អមិនថាដល់ពេលណាទេខ្ញុំចង់ធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមបាទ社会の役に立ちたいចង់ធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមបាទអញ្ចឹងរបៀបប្រើប្រាស់នៅ aida នេះបាទវាមានមួយទៀតភ្ជាប់ជាមួយនេះផងដែរ aida នេះប៉ុន្តែអាហ្នឹងគឺចាំធ្វើនៅក្នុងវីដេអូក្រោយដើម្បីកុំឲ្យក្នុងវីដេអូនេះវែងពេកអញ្ចឹងវាការប្រើប្រាស់របស់វាមើលទៅស្រដៀងគ្នាក៏ប៉ុន្តែអត្ថន័យនៃការប្រើប្រាស់និងរបៀបប្រើប្រាស់ហ្នឹងវាមានលក្ខខណ្ឌខុសគ្នាអញ្ចឹងវីដេអូនេះគឺមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាវានឹងជួយដល់បងប្អូនអ្នកដែលរៀនភាសាជប៉ុនបានមួយចំណែកផងដែរបាទបើសិនជាស្រឡាញ់ចូលចិត្តក៏ដូចជាយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយគាំទ្រដោយចុច Subscribe នៅលើ Channel YouTube ក៏ដូចជា Follow នៅ Facebook របស់រូបខ្ញុំបាទដើម្បីទទួលបាននៅវីដេអូថ្មីៗទាំងអស់គ្នាផងដែរបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ